ស្ដីបងប្អូនវីដេអូនេះយើងធ្វើបង្ហាញពីរបៀប config external radio បេសជាមួយនឹង rover របស់ GNSS Toptech TK300 នេះជាការបង្ហាញរបៀបដំឡើង external radio របស់យើងដែលមានអង្តែនវែងប្រឈើបែបនេះនិងដុំ external radio ហើយនឹងខ្សែចាប់ទៅអាគុយអញ្ចឹងយើងមកមើលដុំ external radio របស់យើងខាងលើនេះគឺយើងមូលបញ្ជាប់វាពី external radio ឡើងទៅអង្តែនរីឯខាងក្រោមនេះគឺយើងដោតឲ្យចំចំណុចក្រហមនេះចំគ្នាវាទៅចំណុចក្រហមដូចគ្នាហើយប្រវែកជា2មួយខាងចាប់មកអង្គុយកម្លាំង70មួយខាងទៀតវាប្រវែកដោតភ្លើងឡើងចូលទៅក្នុងដុំបេស GNSS របស់យើងហើយដូចនេះគឺវាមានមជ្ឈុល5វាដោតឲ្យចំធ្នេរក្រហមដូចគ្នាទៅកាលណាយើងដោតខុសខ្លាចវាបាក់មជ្ឈុលនេះជា TK300 base របស់យើងបាទហើយកាលណាប្រើអាគុយចេះយើងមិនបាច់ដាក់ថ្មក៏បានដែរតែបើដាក់ទៅក៏វាអត់អីដែរចឹងណាវាបានដូចគ្នាអញ្ចឹងការបង្ហាញរបៀបដំឡើង external radio គឺមានតែប៉ុណ្ណេះបន្ទាប់មកយើងនឹងចូលទៅក្នុង software របស់យើងវិញយើងបើក Superpad របស់យើងមកហើយរបៀបបង្កើត project និង coordinate system គឺវាដូចតែការបង្កើតលើកមុនទេដូចទៅនឹង config internal radio ដែរឥឡូវយើងនឹងធ្វើការបង្កើត project ថ្មីចុចលើ project មកយកពាក្យ new default វាគឺថ្ងៃខែហើយយើងកែឈ្មោះវាឥឡូវខ្ញុំដាក់ថា ex លេខ1អញ្ចឹងទៅហើយចុច OK ទៅត្រង់ coordinate system នេះការដែលបង្រៀនលើកមុនគឺថ្មីគឺយើងចូលទៅក្នុង use existing ខាងក្រោមនេះហើយ select មើល 048N 102 108អីតាមហ្នឹងទៅតែនេះខ្ញុំអត់បង្ហាញទៀតទេបងប្អូនធ្លាប់មើលវីដេអូមុនយល់ហើយអញ្ចឹងខ្ញុំប្រើ last project គឺចុច OK តែម្ដងបន្ទាប់មកគឺរួចរាល់ហើយ project ហើយនឹង coordinate system យើងចូលទៅ device ចុចទៅ communicate ដើម្បី connect ជាមួយនឹង base Bluetooth របស់វាគឺ TK300 អញ្ចឹងយើង connect វាទៅពណ៌លឿងនេះបើវាអត់ឃើញទេយើងចុច search ឥឡូវវាជាប់ហើយគឺយើងចូលទៅក្នុង base នៅត្រង់កន្លែងនេះយើងយកពាក្យ new ហើយចូលទៅក្នុង external radio ខាងលើនេះគឺយើងដាក់ file name វាឥឡូវខ្ញុំដាក់ថា ex លេខ1អញ្ចឹងទៅហើយត្រង់ work mode នេះគឺយើងធ្វើការវាជា base យើងយក base មកហើយត្រង់ deep mode នេះខាងក្រោមគឺយើងយក RTC M3 MSM អាហ្នឹងគឺត្រូវយកហ្នឹងបងប្អូនចំណាំវាទុកបន្ទាប់ពីយើង select យកវាមកបាទ QQ ហ្នឹងរួចហើយគឺយើងចូលទៅក្នុង start up mode កន្លែង input base coordinate នេះយើងបញ្ចូល coordinate នៅត្រង់ចំណុចនេះគឺវាមាន2ករណីមូសញ្ញាឧទានខាងឆ្វេងដៃនេះគឺយើងករណីដែលយើងវាស់ដីដំបូងឲ្យមាន coordinate គឺយើងអាចចាប់វាពី axom ពី satellite មកធ្វើវាបានឬឯខាងស្ដាំដៃដូចរូបរាមដៃនោះគឺសម្រាប់យើងបញ្ចូល coordinate BM ដែលមានស្រាប់ឥឡូវខ្ញុំចុចaxom នឹងសាក់មើលមកនេះវាចេញ coordinate មកខ្ញុំចុច restart វាឲ្យវាដើរនេះទៅបាទអានេះខ្ញុំបង្ហាញមើលចុច OK មកអញ្ចឹងវាលោតមកលើនេះហើយឥឡូវខ្ញុំនឹងសាកល្បងបញ្ចូលឧទាហរណ៍ករណីមាន coordinate BM ស្រាប់ខ្ញុំបញ្ចូលឲ្យបងប្អូនមើលទាំងពីរករណីគឺយើងចុចរូបរាមដៃខាងគៀនខាងស្ដាំនោះមកតោះមកយើងចុច add point ខាងក្រោមនេះមក
គឺ point load លេខ1ដំបូងហើយអាកូដនេះគឺយើងយក local នេះហើយយើងបញ្ចូល n 12 45តាមហ្នឹងទៅហើយបញ្ចូលវាមក45 87លេខតែនេះវាខ្ញុំឧទាហរណ៍បងប្អូន level វាយើងដាក់50វិញទៅចូលរួចហើយយើងចុច OK មកអញ្ចឹងវាបានពងមកពងហើយអញ្ចឹងវា load មកនៅលើនេះហើយតែករណីនេះខ្ញុំគាត់ឧទាហរណ៍មើលទេឥឡូវខ្ញុំឲ្យវាចាប់ពីអក្សរពីសិតតម្លៃពីខ្លួនវាមកចុចអាមូញ៉ៅទៀននេះវិញនេះពេលវាចាប់មកហើយ restart វាបន្តិចទៅឲ្យវាដើរស្រួលតមកកម្ពស់វាគឺយើងបញ្ចូលវាកម្ពស់វាគឺ1755ហើយ antenna measure mentai នេះគឺយើងយកវា slang high នៅខាងក្រោមហ្នឹងបងប្អូន slang high ចុច OK ទៅនេះ slang high វាបញ្ជាក់ទេនេះនៅត្រង់នេះវាយកអាហ្នឹងមកបាទ OK ទៅហើយចុច OK ទៅបន្ទាប់ពីយើងបញ្ចូល coordinate base ហើយយើងកុំអត់ apply គឺយើងមកមើលទៅត្រង់ data link របស់យើងគឺយើងជ្រើសរើសយក external radio ដោយសារយើងផ្សាយជា external radio អញ្ចឹងបងប្អូនត្រូវចុចយកពាក្យ external radio ចេះមករីឯ bird rate នេះគឺយើងយក38400វាជា bird rate port របស់វាត្រូវហើយយើងចុច apply បន្ទាប់ពីវាផ្សាយ base អញ្ចឹងរួចហើយគឺយើងនឹងចូលទៅ communicate ផ្ដាច់ Bluetooth base ចេញវិញយើង connect ទៅ rover ម្ដងគឺ TK 200បាទពេលវាភ្ជាប់ rover ហើយខ្ញុំបញ្ជាក់បងប្អូនបន្តិចនៅកន្លែងត្រង់ rover នេះគឺវាធ្វើការជា internal radio អញ្ចឹងមុននឹងយើងកំណត់ថាដាក់វា channel លេខប្រមាណគឺយើងត្រូវដឹងថានៅដុំ base នេះនៅដុំ base ជាមួយខ្ញុំបង្ហាញនេះដុំ base external radio TRU យើងហ្នឹងគឺយើងប្រើ channel លេខ1 channel លេខ1ហ្នឹងនៅក្នុង config setting របស់វាគឺ frequency 441ហើយនឹង protocol គឺ TIM Mastery ហើយអាភ្លើងពណ៌បៃតងនេះនៅខាងលើនោះអក្សរ X គឺយើងផ្សាយជាកម្លាំង high បានឆ្ងាយបើយើងចង់ហើយឯ TX នេះគឺកាលណាបេះវាផ្សាយហើយគឺវាលោតផ្លែតអញ្ចឹងហើយកន្លែងបាក់តេរីនេះវាពណ៌បៃតងយ៉ាងដូចគ្នាហ្នឹងវាថ្មវាពេញតែបើករណីអាគុយខ្សោយគឺវាលោតពណ៌ឡាទុំអីអាហ្នឹងវាអត់ហ្វិចទេអញ្ចឹងយើងចូលមកមើល rover យើងវិញចូលមក rover យើងយកកន្លែង new ហើយយកពាក្យ internal radio ហើយយើងដាក់ file name វាទៅហើយកន្លែង channel លេខ1នេះគឺយើងត្រូវរើសវាឲ្យដូចជាមួយនឹងលេខ1របស់ internal radio អញ្ចឹងលេខ1របស់វាគឺ frequency របស់វាគឺ441ដូចគ្នាអញ្ចឹងយើងដាក់ file name វាមកខ្ញុំដាក់ថា C1 អីចឹងទៅនេះបងប្អូនមើល channel លេខ1ហ្នឹងគឺ frequency វា441 protocol វា TIM Mastery គឺដូចគ្នាទាំង3ហ្នឹងទៅបានវា fix បងប្អូនចំណាំតោះហ្នឹងណាគឺយើងសំខាន់គឺយើងកំណត់ channel frequency protocol នោះឲ្យដូចទៅជាមួយនឹង external radio និយាយទៅ external radio លេខ1 rover external លេខ1គ្នាគឺវាដូចគ្នាអញ្ចឹងបានយើង apply បានហើយយើង apply ទៅវា process បងប្អូនចាំបន្តិចទៅបន្ទាប់ពីវា process រួចហើយយើងចូលទៅមើល solution របស់វានៅលើអេក្រង់វាបង្ហាញពាក្យ fix ឲ្យយើងហើយ
នេះបងប្អូនឃើញអត់ fix នៅខាងលើនេះអញ្ចឹងយើងអាចធ្វើការ survey data collection អីបានហើយយើងអាចចូលទៅ point survey ដើម្បី save ពងឥឡូវខ្ញុំនឹង save ពងតូប៉ូមួយសាកមើលបងប្អូនឃើញ fix ល្អអត់តើ7 លីមកខ្លួននេះទេឥឡូវខ្ញុំ save ពងមួយខ្ញុំដាក់កូដថា EG កូដ EG ទៅហើយកម្ពស់វាខ្ញុំដាក់2ម៉ែត្រប៉ូលហើយ internal វាគឺយកប៉ូលហើយចុច OK ទៅចុច OK ទៅគឺវា save ហើយវីដេអូនេះយើងធ្វើបង្ហាញតែប៉ុណ្ណេះបាទសូមអរគុណ